ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការស្លម្ជូរខ្ទិះឆ្អឹងជំនីជ្រូកបន្លែម្នាស់អញ្ចឹងជាដំបូងគឺយើងត្រូវទៅទិញសាច់ពីផ្សារហើយយើងយកមកលាងដាក់សម្រស់នៅកញ្ច្រែងឲ្យបានស្រស់ទឹកឲ្យបានស្អាតអញ្ចឹងទៅបន្ទាប់មកយើងចាប់ផ្ដើមកាប់ឆ្អឹងហ្នឹងហើយដោយសារតែខ្ញុំដាក់កាមេរ៉ានៅគៀននឹងលើក្រែងអញ្ចឹងធ្វើឲ្យកាប់ទៅឃើញញ័រទាំងអស់អញ្ចឹងគឺខ្ញុំបង្ហាញតែពី3ដុំនឹងទេបន្ទាប់មកគឺយើងត្រូវទៅធ្វើទៅលើបន្លែដែលសម្លរបស់យើងគឺដាក់បន្លែម្នាស់អញ្ចឹងគឺយើងចាប់ផ្ដើមកាត់ក្បាលហើយកាត់កន្ទុយម្នាស់នឹងទៅបន្ទាប់មកគឺយើងចាប់ផ្ដើមចិតសម្បកវាម្ដងបន្តិចម្ដងបន្តិចឲ្យបានស្អាតហើយនៅពេលដែលចិតសម្បករួចហើយគឺយើងត្រូវបលិញអាផ្នែកដែលមិនទាន់ស្អាតដែលវានៅមានដានដូចសម្បកហ្នឹងយើងចាប់ផ្ដើមបលិញវាឲ្យស្អាតរួចហើយយើងចាប់ផ្ដើមមើលភ្នែកម្នាស់តើភ្នែកម្នាស់ដែលយើងចិតហ្នឹងគឺវាត្រូវបែរទៅខាងណាអញ្ចឹងយើងមើលខាងណាដែលវារាងកោងខ្លាំងហើយរាងច្រើនត្រង់យើងយកខាងហ្នឹងអញ្ចឹងខាងណាដែលខ្លីយើងអត់យកទេយើងយកខាងដែលវាកោងវែងហ្នឹងអញ្ចឹងយើងចាប់ផ្ដើមចិតម្ដង2 3ភ្នែកចាយើងចាប់ផ្ដើមចិតម្ដង2 3ភ្នែកហើយយើងបលិញអាផ្នែកគីនដែលវានៅជាប់ភ្នែកហ្នឹងបលិញឲ្យអស់ទៅដើម្បីឲ្យយើងពេលដែលញ៉ាំទៅគឺវាអត់ស្កាតអត់លមាស់ទេអញ្ចឹងយើងចិតបែបហ្នឹងតាំងពីជួរទី1ជួរទី2ជួរទី3រហូតដល់ម្នាស់ទាំងមូលហ្នឹងគឺអស់ភ្នែកម្នាស់អញ្ចឹងម្នាស់យើងមាន4អញ្ចឹងគឺយើងចិតបែបហ្នឹងបន្ទាប់ពីយើងចិតម្នាស់ទាំង4នឹងហើយគឺយើងចាប់ផ្ដើមធ្វើគ្រឿងក្រៅផ្សេងទៀតអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកគ្រឿងដែលខ្ញុំបានទិញពីផ្សារមកខ្ញុំយកមកចាប់ផ្ដើមបុកវាហើយសម្រាប់សម្លនេះដែរវារាងច្រើនអញ្ចឹងគឺខ្ញុំដាក់2ថង់អញ្ចឹងគឺខ្ញុំចាប់ផ្ដើមហែកគ្រឿងនឹងដាក់ហើយនៅក្នុងគ្រឿងហ្នឹងគឺមានស្លឹកក្រូចអញ្ចឹងគឺខ្ញុំដកស្លឹកក្រូចនឹងចេញហើយខ្ញុំដាក់តែគ្រឿងទេចាអញ្ចឹងយើងដាក់មួយថង់រួចហើយយើងកាត់មួយថង់ទៀតដាក់ទៅបន្ទាប់មកគឺខ្ញុំនឹងបន្ថែមរំដេងទៅគ្រឿងនឹងដោយសារតែគ្រូសាខ្ញុំគឺចូលចិត្តដាក់រំដេងឲ្យរាងឈ្ងុយអញ្ចឹងគឺខ្ញុំបន្ថែមទៅលើគ្រឿងដែលទិញមកពីទីផ្សារនឹងហើយបើយើងចង់ឲ្យស្លកាន់តែឆ្ងាញ់យើងអាចបុកគ្រឿងខ្លួនឯងក៏បានដែរតែខ្ញុំគិតថាវារាងយូរអញ្ចឹងក៏ខ្ញុំទិញគ្រឿងស្រាប់មកអញ្ចឹងខ្ញុំហាន់រំដេងថែមមួយចំណិតទៀតអញ្ចឹងដើម្បីងាយស្រួលបុកគឺខ្ញុំហាន់វាឲ្យទៅជាល្អិតតូចបន្ទាប់មកគឺខ្ញុំដាក់វានៅក្នុងត្បាល់ហើយខ្ញុំបុកឲ្យវាម៉ត់សិនដោយសារពេលដែលយើងដាក់ខ្ទឹមហើយគឺយើងនឹងពិបាកបុកឲ្យម៉ត់ហើយអញ្ចឹងយើងបុកវាមួយមុខនឹងឲ្យម៉ត់សិនពេលយើងបុកដីនឹងម៉ត់ហើយយើងចាប់ផ្ដើមដំខ្ទឹមឲ្យបែកអស់ហើយដើម្បីយើងងាយស្រួលបកសម្បកយើងបកទាំងសម្បកនិងអាផ្នែករឹងនឹងចេញទៅហើយយើងដាក់នៅក្នុងគ្រឿងរបស់យើងអញ្ចឹងសម្រាប់ចំនួនខ្ទឹមដែលខ្ញុំដាក់នៅក្នុងសម្លនេះគឺខ្ញុំដាក់3កំពឹសហើយបើសិនជាបងប្អូនចូលចិត្តចង់ដាក់ច្រើនគឺអាចដាក់បានច្រើនតាមចំណង់ចំណូលចិត្តរបស់បងប្អូនតាមផ្ទះនីមួយៗដែលចូលចិត្តបន្ទាប់មកគឺខ្ញុំយកស្លឹកក្រូចទៅលាងហើយគឺខ្ញុំចាប់ផ្ដើមហូតតំណុងមានន័យថាខ្ញុំដកបកចេញពីតំណុងនឹងចេញបកអស់ម្ដងមួយតើតែអស់អាតំណុងនឹងហើយគឺខ្ញុំចាប់ផ្ដើមហាន់ស្លឹកក្រូចនឹងឲ្យវាតូចល្អិតដើម្បីងាយស្រួលបុកនៅក្នុងគ្រឿងនឹងហើយសម្រាប់ផ្ទះខ្លះពេលខ្លះគឺគេអត់ដាក់ទេស្លឹកក្រូចនឹងហើយសម្រាប់ផ្ទះខ្ញុំគឺខ្ញុំចូលចិត្តខ្ញុំដាក់អញ្ចឹងមានន័យថាស្លឹកក្រូចនឹងយើងចង់ដាក់ក៏បានយើងអត់ចង់ដាក់ក៏បានដែរចាតាមចំណង់ចំណូលចិត្តទៅខ្លួនហើយបើគ្រឿងក្រៅខ្លះគឺយើងត្រូវតែដាក់តែគ្រឿងក្រៅខ្លះទៀតគឺអាស្រ័យលើចំណង់ចំណូលចិត្តចាអញ្ចឹងគឺពេលដែលយើងនេះរួចហើយយើងដកតំណុងអីហើយយើងហាន់វាល្អិតទាំងអស់ហ្នឹងទៅហើយយើងដាក់ចូលទៅក្នុងគ្រឿងហើយយើងបុកវាឲ្យល្អិតឲ្យម៉ត់ទៅដើម្បីឲ្យវាឈ្ងុយនៅក្នុងសម្លរបស់យើងតាមដែលយើងចូលចិត្តហ្នឹងបន្ទាប់ពីយើងបុកគ្រឿងអីហ្នឹងរួចហើយគឺយើងចាប់ផ្ដើមទៅលាងម្នាស់ឲ្យស្អាតដោយសារម្នាស់មិញយើងទៅបញ្ចិតភ្នែកទេអញ្ចឹងលើកនេះគឺយើងចាប់ផ្ដើមចិតវាចំណិត
ការចិត្តបន្លែម្នាស់គឺមានច្រើនបែបមានការចិត្តជាចង្វាមូលហើយអានេះគឺគេចិត្តបែបឆាប៉ុន្តែផ្ទះខ្ញុំនិយមចិត្តបែបឆានឹងជាងព្រោះចិត្តបែបហ្នឹងគឺវាតូចល្មមហើយវាចូលជាមួយនឹងគ្រឿងល្អអញ្ចឹងទៅក៏និយមចិត្តបែបហ្នឹងប៉ុន្តែសម្រាប់ជាទូទៅភាគច្រើននៅតាមប៉ុនកាយខ្ញុំឃើញគេចិត្តជាប្រភេទចង្វាមូលមានន័យថាជាប្រភេទវែងណាដែលយើងធ្លាប់ឃើញនៅក្នុងសម្លគ្រឿងប៉ុន្តែអានេះគឺយើងចិត្តតាមការចូលចិត្តរបស់យើងហើយយើងចាប់ផ្ដើមចិត្តពី1 2 3 4រហូតដល់អស់បន្លែហ្នឹងទៅបន្ទាប់ពីយើងចិត្តបន្លែម្នាស់ទាំង4ផ្លែនឹងរួចរាល់ហើយយើងក៏ចាប់ផ្ដើមទៅយកខ្ទិះដូងចាយកខ្ទិះដូងដែលយើងបានកាប់ហើយយកទៅកោសអីហ្នឹងយើងយកវាមកចាក់ដាក់ដាក់អាហ្នឹងគេហៅដាក់របៀបម៉ាងយើងដាក់មកហើយយើងបន្ថែមទឹកបន្តិចទៅដើម្បីងាយស្រួលពូតហើយបន្ទាប់មកយើងរៀបចំម៉ាងមួយទៀតចាយើងរៀបចំម៉ាងមួយទៀតហើយយើងដាក់កត្រងទៅចឹងអាខ្ទិះដូងដើមហ្នឹងគឺយើងត្រូវច្បាច់វាសិនច្បាច់វាពូតឡើងពូតចុះពូតឡើងពូតចុះឲ្យវាចេញខ្ទិះអស់ពីសាច់ដូងនឹងហើយចាំយើងធ្វើការពូតវាចឹងយើងពូតម្ដងបន្តិចទើបតែអស់ខ្ទិះពីសាច់ដូងទាំងអស់ហ្នឹងចាពូតតាមពូតចុះអាហ្នឹងពេលខ្លះទៅវារៀងយូរដែរសម្លហ្នឹងគឺហត់នឹងខ្ទិះដូងនឹងឯងចឹងសម្រាប់សម្លនេះគឺខ្ញុំដាក់ដូងចំនួន2ផ្លែព្រោះសាច់ក៏វារៀងច្រើនហើយបន្លែក៏វារៀងច្រើនអញ្ចឹងទៅខ្ញុំដាក់ដូងរៀងច្រើនដែរដើម្បីឲ្យវាសមជាមួយនឹងសម្លហើយពេលឆ្អិនទៅវាមានរសជាតិឆ្ងាញ់អញ្ចឹងពេលដែលយើងពូតម្ដងបន្តិចរហូតដល់អស់ខ្ទិះដើមនឹងហើយយើងក៏ចាប់ផ្ដើមរៀបម៉ាងមួយទៀតដើម្បីយើងនឹងពូតខ្ទិះចុងអញ្ចឹងការពូតខ្ទិះនឹងមាន2គឺពូតខ្ទិះដើមនិងពូតខ្ទិះចុងការពូតខ្ទិះចុងក៏មិនសូវខុសពីការពូតខ្ទិះដើមដែរគឺយើងត្រូវដាក់ទឹកប៉ុន្តែយើងដាក់ទឹកឲ្យរៀងច្រើនតិចមកចាយើងដាក់កន្លែងយើងពូតខ្ទិះចុងហ្នឹងយើងដាក់ទឹកឲ្យរៀងច្រើនរួចហើយយើងចាយើងច្បាច់ចុះច្បាច់ឡើងច្បាច់ចុះច្បាច់ឡើងឲ្យវាចេញខ្ទិះឲ្យច្រើនពីសាច់ដូងនឹងដើម្បីឲ្យបានខ្ទិះកាន់តែច្រើននៅក្នុងសម្លរបស់យើងចឹងយើងច្បាច់ចុះច្បាច់ឡើងហើយយើងពូតហើយសម្រាប់ការពូតខ្ទិះចុងហ្នឹងផ្ទះខ្លះគឺគេដាក់ទឹកម្ដងតិចហើយគេពូតប៉ុន្តែខ្ញុំដាក់ទឹករៀងច្រើនទៅហើយយើងស្មានមកទឹកស្លដែលយើងត្រូវស្លហ្នឹងយើងចង់ស្លដាក់ទឹកប៉ុណ្ណាយើងពូតយកខ្ទិះចុងប្រហែលប៉ុណ្ណឹងមកអាចយើងពូតឲ្យរៀងលើសបន្តិចក៏ល្អដែរស្រួលយើងថែមចាយើងពូតឲ្យមកលើសបន្តិចទៅហើយយើងច្បាច់វាឲ្យខ្លាំងឲ្យវាចេញខ្ទិះឲ្យអស់បើយើងច្បាច់តិចពេកវាអត់សូវចេញខ្ទិះហ្នឹងវានៅនឹងកាកដូងនឹងឯងអត់បានចូលដល់សម្លរបស់យើងទេអញ្ចឹងយើងច្បាច់វាហើយយើងដាក់អាកាកដូងហ្នឹងបន្លែកហើយអត់តិនពូតយើងដាក់បន្លែកទៅហើយយើងពូតម្ដងតិចរហូតទើបតែអស់ខ្ទិះហ្នឹងចាអស់ខ្ទិះហ្នឹងរួចហើយយើងកុំតិនចោលកាកដូងយើងទុកសិនខ្លាច់លោសឡយើងខ្វះអីយើងអាចពូតបន្ថែមទៀតចាំយើងស្លហើយបើថាគ្រប់គ្រាន់ហើយចាំយើងចោលកាកដូងនឹងបន្ទាប់ពីយើងពូតខ្ទិះហើយនិងខ្ទិះដើមខ្ទិះចុងហើយគឺយើងត្រូវទៅយកប្រហុកទៅលាងឲ្យអស់ជាតិអំបិលហ្នឹងចាហើយឲ្យអស់ពេលខ្លះវាអត់ស្អាតអីហ្នឹងយើងអាចលាងទៅរួចហើយយើងយកប្រហុកហ្នឹងមកចិញ្ច្រាំវាចិញ្ច្រាំចុះឡើងរៀងយូរដែរការចិញ្ច្រាំប្រហុកនេះហើយការដាក់ប្រហុកគឺយើងដាក់ឲ្យសមល្មមនឹងសាច់ហើយនឹងបន្លែរបស់យើងច្រាំចុះច្រាំឡើងច្រាំចុះច្រាំឡើងទើបតែប្រហុករបស់យើងនឹងវាដាច់ស្បែកដាច់អីអស់ហើយបាត់ឆ្អឹងណាពេលយើងនៅឆ្អឹងយើងច្រាំទៅវាលើជ្រប់ពេលដែលយើងច្រាំម៉ត់មែនទេគឺវាដាច់អស់ហើយស្បែកត្រីហើយឆ្អឹងអីហ្នឹងគឺវាដាច់អស់ហើយអញ្ចឹងពេលដែលយើងច្រាំប្រហុកម៉ត់ហើយគឺយើងត្រូវទៅបង្កាត់ភ្លើងម្ដងអញ្ចឹងគឺយើងត្រូវរៀបចំភ្លើងសម្រាប់សម្លអញ្ចឹងមានអ្នកខ្លះក៏ប្រើជាអគ្គិសនីអញ្ចឹងទៅហើយអ្នកខ្លះក៏ប្រើជាឈូងជាហ្គាសអីចឹងផ្សេងទៅអញ្ចឹងនៅក្នុងមុខម្ហូបនេះគឺខ្ញុំស្លឆ្នាំងធំអញ្ចឹងគឺខ្ញុំបង្កាត់ខ្ជុងចាខ្ញុំបង្កាត់ខ្ជុងអញ្ចឹងគឺខ្ញុំរៀបចំសកៃដូងដែលខ្ញុំបានកាត់ដូងហ្នឹងយកវាមកកុំឲ្យខាតយើងយកមករៀបបាតមកកុំឲ្យធ្លាក់ភ្លើងទៅក្រោមអញ្ចឹងយើងដាក់រៀបខ្ជុងមករៀបខ្ជុងជុំវិលនឹងឲ្យបានច្រើនដើម្បីឲ្យល្ងើកនឹងវាបានច្រើនបន្តិចបន្ទាប់មកខ្ញុំក៏ដុតថង់ដែលស្ងួតចាដុតថង់ដែលស្ងួតទៅដើម្បីឲ្យវាឆេះហើយបន្ទាប់មកខ្ញុំដុតអត់បានមើលដុតថង់ដូងអញ្ចឹងវារៀងអត់សូវឆេះទេ
sự chơiกับแถมទៀតទៅបន្ទាប់មកទៀតមើលទៅដោយអត់ទំនងតន់ឆេះទេខ្ញុំក៏ទៅរកអីបន្ថែមមកទៀតដាក់កៃដូងអីទៀតយកមកដើម្បីឲ្យវាឆេះល្អរួចហើយយើងត្រូវបង្កាត់ឲ្យវាឆេះឲ្យវាបាត់អាហុយនឹងឲ្យអស់ចាឲ្យអស់អាហុយនឹងកុំឲ្យវាឆ្ងៀមសឡរបស់យើងណាចឹងពេលយើងបង្កាត់ឲ្យអស់ទាំងហុយសកៃដូងឲ្យអស់ទាំងខ្ជុងចឹងពេលវាហុយអស់ចាំយើងដាក់ស្លហើយមួយទៀតខ្ញុំបញ្ជាក់ដែរនៅក្នុងការដុតស្នោក្រោយនេះគឺវាប៉ះពាល់សុខភាពប៉ុន្តែខ្ញុំដុតនឹងគឺខ្ញុំនៅឆ្ងាយទេបន្ទាប់ពីយើងដុតឲ្យអស់អាហុយនឹងហើយចេញជាល្ងើកទៀតហើយយើងចាប់ផ្ដើមដាក់ឆ្នាំងមកដាក់ឆ្នាំងឲ្យវារាងស្ងួតទឹកតិចទៅទឹកដែលជាប់ឆ្នាំងនេះយើងដាក់ឲ្យវាស្ងួតក្តៅឆ្នាំងតិចទៅចាំយើងចាក់ខ្ទិះដើមយើងចាក់ខ្ទិះដើមដែលយើងបានពូតទុកហ្នឹងយើងចាក់មករួចហើយយើងគ្របឆ្នាំងទុកយើងរងចាំវាតិចទៅចាំយើងអាសាបើកគោមើលកុំឲ្យវាខ្លោចបាតបន្ទាប់មកពីយើងចាំមួយសន្ទុះទៀតយើងកូរវាទៀតយើងកូរវាហើយយើងមើលថាតើវាដាច់ទឹកហើយនៅវាចាប់ផ្ដើមខាប់ហើយនៅវាចេញប្រេងហើយនៅហើយយើងអាពេលនេះគឺយើងអត់អាចគ្របវាទុកចោលទេជៀសវាងវាខ្លោចអញ្ចឹងគឺយើងត្រូវកូរវាបដានឹងយើងកូរធ្វើម៉េចកូរមើលថាតើមើលឲ្យវាដាច់ទឹកអស់ហើយអាកាដូងអាខ្ទិះដូងហ្នឹងពេលយើងនៅប៉ែកហើយឲ្យចេញប្រេងមកកុំភ័យខ្លាចអស់ខ្ទិះកាន់តែចេញប្រេងហ្នឹងគឺកាន់តែឆ្ងាញ់ប្រេងហ្នឹងគឺវាជាតិហើយអាដុំប៉ែកខ្ទិះហ្នឹងក៏វាឈ្ងុយដែរពេលយើងដាក់វាឲ្យដាច់ទឹកអញ្ចឹងបន្ទាប់ពីមើលមកល្មមហើយយើងត្រូវទៅយកប្រហុកយកមកដាក់កូរជាមួយខ្ទិះហ្នឹងឲ្យវាចាប់ជាតិមួយគ្នាឲ្យវាចូលទាំងក្លិនទាំងរសជាតិប្រហុកអីហ្នឹងចូលគ្នាអញ្ចឹងយើងកូរប្រហុកឲ្យវាឈ្ងុយចាឲ្យបាត់ជាតិឆ្អាបយើងកូរឲ្យវាឈ្ងុយរួចហើយយើងត្រូវទៅយកគ្រឿងដែលយើងបុកហ្នឹងយើងយកមកយើងដាក់នៅក្នុងឆ្នាំងហ្នឹងចាយើងយកគ្រឿងយកមកដាក់ក្នុងឆ្នាំងហ្នឹងរួចហើយយើងកូរគ្រឿងហ្នឹងឲ្យបាត់ធំក្លិនណាអាគ្រឿងមកពីផ្សារហ្នឹងវារាងធំក្លិនអញ្ចឹងយើងកូរឲ្យវាឈ្ងុយទៅហើយចាប់ជាតិជាមួយនឹងប្រហុកជាមួយនឹងខ្ទិះហ្នឹងអញ្ចឹងកូរចុះកូរឡើងមើលតែមកល្មមឆ្អិនហើយចាំយើងទៅយកសាច់ដែលយើងបានកាប់ទុកហ្នឹងយកសាច់ហ្នឹងយកមកចិត្តខ្លួនរបស់យើងទៅដើម្បីមើលមកល្មមពេលណាគឺយើងដាក់សាច់ហ្នឹងចូលទៅក្នុងឆ្នាំងសឡរបស់យើងពេលដាក់សាច់ហើយយើងចាប់ផ្ដើមកូរទាំងសាច់និងគ្រឿងនិងប្រហុកនិងរបស់នឹងនៅក្នុងឆ្នាំងហ្នឹងគឺយើងកូរវាឲ្យសព្វហើយដោយសារតែខ្ញុំដាក់ជាក្រាននៅក្រៅចឹងទៅវារៀងញ័រគឺកូរបានតិចដូចក្នុងវីដេអូចឹងកូរអត់បានច្រើនទេហើយពេលបងប្អូនស្លគឺចាកូរវាឲ្យសព្វទៅពេលដែលកូរសព្វហើយយើងដាក់ប៊ីចេងតិចទៅចាដាក់ប៊ីចេងពីស្ព្រីអីចឹងទៅពីស្ព្រីតូចទៅមកយើងបន្ថែមខ្ទិះបន្តិចដើម្បីកុំឲ្យវាខ្លោចចាប៉ុន្តែយើងវាខាស់គ្រឿងយើងអត់បន្ថែមទេវាអាចនឹងខ្លោចចឹងយើងបន្ថែមគ្រឿងបន្ថែមទឹកខ្ទិះតិចទៅកុំឲ្យវាខ្លោចទៅមកពេលដែលយើងត្នេរងចាំហ្នឹងយើងអាចទៅយកអំពិលមកហើយយើងមិនបាច់ដាក់ទឹកទេគឺយើងដាក់ខ្ទិះចុងដែលយើងបានពូតទឹកទុកហ្នឹងខ្ទិះចុងហ្នឹងគឺយើងសម្រាប់ដាក់ធ្វើជាទឹកសម្លនឹងឯងឲ្យវាមានជាតិខ្ទិះកាន់តែខ្លាំងអញ្ចឹងយើងចុចជ្រុំទើតែវាអស់ជាតិអំពិលនៅសល់តែគ្រាប់យើងចុចទៅបន្ទាប់មកយើងដាក់ស្ករបន្តិចសិនយើងអត់ដាក់អំពិលណាយើងដាក់ស្ករអានេះយើងកូរសិនកុំឲ្យវាខ្លោចកូរអាសាកូរវាបើកមើលកុំឲ្យវាខ្លោចបាតទៅខ្លោចគឺវាលែងឆ្ងាញ់លែងឈ្ងុយហើយអញ្ចឹងយើងដាក់ស្ករពីស្ព្រីទៅដើម្បីឲ្យវាមានជាតិផ្អែមប៉ុន្តែយើងកុំទើបដាក់ច្រើនខ្លាចលោវាផ្អែមជ្រុលអញ្ចឹងយើងដាក់មកល្មមប៉ុណ្្នឹងសិនទៅហើយបើស្ទើរចាំយើងថែមទៀតបន្ទាប់មកយើងកូរឲ្យវាចូលជាមួយសាច់ជាមួយគ្រឿងអីហើយយើងចាំឲ្យវាពុះមកសន្ទុះចាំយើងយកអំពិលដែលយើងជ្រុំនឹងយកមកចាក់ហើយយើងអាចដាក់មកល្មមសិនទៅកុំតន់ដាក់ច្រើនពេកខ្លាចលោវាជូរខ្លាំងអញ្ចឹងយើងដាក់មកល្មមសិនហើយយើងគ្របឆ្នាំងទុកទៀតយើងគ្របហើយយើងអាសាកូរវាកុំឲ្យវាខ្លោចដោយសារទឹកហ្នឹងគឺខ្ញុំដាក់តិចល្មមទេបន្ទាប់ពីយើងកូរមើលហើយយើងត្រូវចុចមើលសាច់ថាតើវាផុយហើយនៅបើវាផុយហើយគឺយើងត្រូវទៅយកម្ល៉េះដែលយើងលាងស្អាតចិត្តស្អាតហ្នឹង
យើងយកមកដាក់នៅក្នុងសម្លកូរជាមួយគ្នាយើងអត់ទាន់ដាក់ទឹកច្រើនទេគឺយើងត្រូវដាក់ទឹកតិចហ្នឹងយើងកូរជាមួយគ្រឿងសិនដើម្បីឲ្យបន្លែហ្នឹងវាចូលជាតិជាមួយនឹងគ្រឿងបើសិនជាយើងដាក់ទឹកច្រើនហើយបើយើងដាក់បន្លែគឺវាអត់សូវឆ្ងាញ់ទេអញ្ចឹងយើងកូរគ្រឿងអាហ្នឹងគេហៅសឡម្ជូរគ្រឿងអញ្ចឹងយើងកូរទាំងខាប់បែបហ្នឹងបានវាចាប់ជាតិវាបន្ទាប់ពីយើងកូរសពអីហើយយើងត្រូវរំងាស់វាសិនយើងដាក់វាឲ្យពុះមកសន្ទុះសិនហើយយើងអាចភ្លក់មើលសាច់មើលបន្លែថាតើវាឆ្អិនហើយឬនៅហើយយើងអាចភ្លក់មើលទឹកអាទឹកពេលខាប់អញ្ចឹងវារាងប្រៃវាអត់ល្មមទេបើសិនជាល្មមអានឹងដឹងស្ទើរព្រោះអីយើងនៅបន្ថែមទឹកខ្ទិះដូងចុងទៀតអញ្ចឹងខ្ញុំភ្លក់ទៅរៀងស្ទើរស្ករខ្ញុំក៏ថែម2ស្លាបព្រាទៀតទៅដោយសារសឡយើងវាច្រើនដែរប្រហុកក៏ច្រើនម្ជូរក៏ច្រើនអញ្ចឹងដាក់ស្ករតិចពេកក៏វាអត់ឆ្ងាញ់ដែរអញ្ចឹងបន្ទាប់មកពេលដែលវាឆ្អិនអស់ហើយខ្ញុំថែមស្ករហើយវាផុយទាំងសាច់ផុយទាំងបន្លែហើយខ្ញុំក៏ថែមខ្ទិះចុងខ្ទិះដែលយើងពូតសម្រាប់ធ្វើជាទឹកសឡហ្នឹងយើងដាក់ហើយយើងមើលមកល្មមទឹកមកល្មមកាកយើងដាក់ប៉ុណ្ណាមកល្មមរបស់យើងរួចហើយយើងរំងាស់វាឲ្យឆ្អិនឲ្យពុះហើយយើងលើកនេះយើងភ្លក់សម្រាប់ណាយើងភ្លក់ទាំងសាច់ភ្លក់ទាំងបន្លែភ្លក់ទាំងទឹកបើយើងគិតថាវាល្មមឆ្ងាញ់អស់ហើយយើងបង់ទឹកក្រូចម្សាទៀតសារនេះវាបង់ទៅវាឈ្ងុយអញ្ចឹងទៀតខ្ញុំជួយចលឹកក្រូចក៏ខ្ញុំបង់ទៅហើយឥឡូវគឺម៉ែបានមកដួសសឡហើយដោយសារសឡឆ្អិនហើយគឺសឡហ្នឹងគឺឆ្អិនប៉ុណ្្នឹងឯងហើយទៀតខ្ញុំនឹងបង្ហាញសឡពេលដែលយើងលើកទុកនេះគឺជាសឡដែលខ្ញុំឆ្អិនហើយខ្ញុំយកមកទុកអញ្ចឹងសម្រាប់កាសឡហ្នឹងគឺមានប៉ុណ្្នឹងឯង